អរុនសុស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងធ្វើដំណើរទៅរកប្រាសាទគោកបង្រោណាបងប្អូនហើយនឹងគឺទស្សនភាពផ្លូវទៅប្រាសាទគោកបង្រោបាទប្រាសាទនឹងគឺខ្ញុំមិនដែលបានធ្លាប់មកលេងទេខ្ញុំឆែកនៅក្នុង Google Map ហើយខ្ញុំធ្វើដំណើរគឺតាមផ្លូវនឹងបងប្អូននេះតាមភ្លឺស្រែនឹងសង្ឃឹមតាមផ្លូវនឹងគឺត្រូវប្រាសាទបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមធ្វើដំណើរទៅទៀតមើលខាងទីមិញដូចជាឃើញខ្ញុំរំលឹកហើយបងប្អូនណាហើយអត់ទៅទៅឃើញគោកមួយគឺខ្ពស់មែនទែនអូវាផ្ទះអ្នកភូមិចឹងឯងបានតាមផ្លូវនឹងឡើងសើតតាមទិសស្រែហ្នឹងណាផ្ទះអ្នកភូមិរងស្មានហើយគោប្រាសាទបង្រោខ្ញុំមិនទៀតទៅខាងណាទេអូនេះឃើញគូទឹកពុតជំវិញគោកបងប្អូនណានេះគោកនឹងក៏ធំទេហើយនៅខាងកើតគោកមួយទៀតគោកមួយណាគោកប្រាសាទចេះឥឡូវខ្ញុំធ្វើដំណើរទៅទីសិនដើររកគោកប្រាសាទប្រេងចំណាយពេលយូរបន្តិចបងប្អូនណាសម្រមរកគោកប្រាសាទបានឃើញអូនោះដូចជាឃើញប្រាសាទដែរបងប្អូនណាខ្ញុំធ្វើដំណើរគឺត្រូវទៅសម្បុកគោកមែនទេសម្បុកគោកចាំមើលខ្ញុំចូលទៅខាងក្នុងបន្តិចបងប្អូនខាងនេះក៏គោកខាងហ្នឹងក៏គោកអូសម្បូរគោកអើបងប្អូនណាគេនាំដំនឹងសម្បូរគោកមែនតើចាំមើលខ្ញុំចូលទៅមើលគោកមួយនឹងឥឡូវខ្ញុំដើររកផ្លូវចូលប្រាសាទសិនព្រៃអត់មានផ្លូវហ្នឹងសម្បូរគោកមែនតើខាងនោះគោកមួយដែរបងប្អូននោះនឹងក៏សិនទឹកកសិនទឹកដែលពត់ជុំវិញគោកនឹងคล้ายជាវាស្រែអស់ហើយអូនេះផ្លូវអូនេះបងប្អូនឃើញហើយទៅពេលរកឃើញអញ្ចឹងទៅសប្បាយចិត្តអត់បាច់ចំណាយពេលវេលាច្រើនហ្នឹងបងប្អូនបើមិនជារត់ឃើញគឺចំណាយពេលវេលាច្រើននេះគោប្រាសាទពង្រោបងប្អូនឬមួយក៏ប្រាសាទគោកពង្រោណាមានគេដាក់ប៉ាយអីសោះ
ប្រាសាទនឹងគឺនៅសល់រូបរាងណាបងប្អូនដូចជាមានប្រាង្គពីរដែលកសាងពីឥដ្ឋហើយជាមួយបាទថ្មភក់ណាគ្រឹះប្រាសាទដូចជាថ្មបាយក្រៀមបាទត្រង់ហើយមើលស្ងប់ស្ងាត់ណាស់បងប្អូនអើយផាយជាមិនសូវមានបងប្អូនមកលេងទេប្រាសាទគោកពងរោនឹងណាប្រាសាទធំមើលតែឥដ្ឋបាក់បែកធ្លាក់មកក្រោមលងគោណានេះសោកស្ដាយនេះគឺសសរពេជ្រណាបងប្អូនបាក់ឡើងចិត្តទីកំណាត់ហើយខាងនេះគឺជើងតម្រោហើយនៅពីលើជើងតម្រោអានឹងគឺផ្ដែណាបងប្អូននឹងដូចក្បាលនេះនឹងដូចជានេះក្បាល5ណានេះខាងនេះប្រហែលជាស៊ុំទ្វារនេះខាងហ្នឹងផងនេះខាងនេះប្រហែលជាស៊ុំទ្វារដែរណាបងប្អូនអូនេះស្នាមគឺកាត់យកជួរណាជួរចុងអីបងប្អូននេះកាត់ឡើងខ្លោចអស់លីងដើមនឹងដូចឈើទាលខាងនោះទៀតអូច្រើនណាស់គេយកជួរចុងនោះច្រើនទេតាមគល់អូតាមពិតទៅនឹងដូចជាមានប្រាសាទមួយទៀតបងប្អូនណានេះតួប៉មប្រាសាទមួយទៀតកន្លែងហ្នឹងដូចជាមានប្រាង្គ3ណាប្រាសាទគោកពងរោបងប្អូនពួកអីនេះឃើញតែគ្រឹះនេះទៅនឹងប្រាង្គមួយទៀតហើយនេះដូចជាផ្ដែណានេះផ្ដែហើយមើលប្រាសាទឡើងធំប្រាង្គកដាលណាប្រាសាទនេះដូចជាកសាងនៅចុងសតវត្សទី10ឬមួយក៏សតវត្សទី10នឹងឯងបងប្អូនណានៅក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី2ប្រាសាទនេះមើលប៉ុណ្ណាណៃណាប្រាសាទហ្នឹងអត់ទៅមានការជួសជុលទេបងប្អូនណាតំណែងស៊ុំទ្វារសោកស្ដាយបងប្អូនអើយនេះផ្ដែសសរពេជ្របាក់នៅចិត្តទីកំណាត់អូទីនេះឈើធ្លាក់ព្រឹកឲ្យជាម្ដងទៀតបងប្អូនណាប្រាសាទគោកពងរោនេះគឺមានតួប៉ម3បងប្អូនទៅមួយក៏ប្រាង្គ3ណាប៉ុន្តែប្រាង្គមួយនៅហៀងជើងនឹងគឺបាក់បែកអស់ហើយនៅសល់តែគ្រឹះណាហើយនេះគឺប្រាង្គកដាលខាងនេះគឺប្រាង្គត្បូងបងប្អូនដូចជាឃើញស្នាមខាងអាញាធូកាត់ឆ្កាណាបានឆ្លាស់គ្រាន់កន្លែងណាដែលមានប្រាសាទអញ្ចឹងគួរតែធ្វើផ្លូវបើឡានបើជួមមិនបានទេបានតែត្រឹមផ្លូវម៉ូតូក៏បានដែរអញ្ចឹងណាហើយដាក់ផ្លាកសញ្ញាថាមានប្រាសាទមានអីអញ្ចឹងទៅដាក់ភូមិដាក់ឃុំស្រុកខេត្តអញ្ចឹងទៅបាទដាក់នឹងក្បែរផ្លូវជាតិណាដាក់ប៉ាយរៀងធំទៅថាមានប្រាសាទប្រមាណម៉ែត្រ
ពីថ្នកស៊ូអីអញ្ចឹងទៅហើយដាក់អញ្ចឹងតែមើលមកអ្នកដែលធ្វើដំណើរតាមផ្លូវហ្នឹងពួកគាត់ឃើញគឺដឹងតែចូលមកលេងហើយដល់ពេលបានដាក់ផ្លាកសញ្ញាប្រាប់ថាមានប្រាសាទមានអីអញ្ចឹងទៅគឺអត់មានបងប្អូនមកលេងទេហើយដោយសារតែអត់ស្គាល់ប្រាសាទណាខណៈប្រាសាទណាបងប្អូនអើយនេះស្ងាត់ឈឹងហើយជាមានបងប្អូនមកលេងប្រាសាទគោបង្រោហ្នឹងគឺចូលនៅទឹកដីខាងស្វាយជែកហើយបងប្អូនណាដែលស្ថិតនៅស្រុកអង្គរធំខេត្តសៀមរាបណាពួកឯប្រាសាទហ្នឹងគឺស្ថិតនៅខាងជើងប្រាសាទបន្ទាយធំចម្ងាយពីប្រាសាទបន្ទាយធំប្រហែលជា4គីឡូទៅ5គីឡូម៉ែត្រណាបងប្អូនប្រាសាទគោបង្រោហ្នឹងហើយស្ថិតនៅខាងលិចប្រាសាទសាឡាវចម្ងាយពីប្រាសាទសាឡាវមកប្រាសាទគោបង្រោហ្នឹងមានចម្ងាយពីគ្នាប្រហែលជា5គីឡូទៅ6គីឡូណាបងប្អូនខ្ញុំចេញពីប្រាសាទគោបង្រោហ្នឹងគឺខ្ញុំទៅលេងទៀតខ្ញុំត្រូវធ្វើដំណើរកាត់តាមវាស្រែទៀតហើយណាដល់ហ្នឹងប្រហែលជាខ្ញុំចូលពីជំនាញខាងកើតទៅជំនាញខាងលិចវិញបងប្អូនធ្វើដំណើរណាខ្ញុំបានចូលពីជំនាញខាងជើងមកទេណានៅរដូវប្រាំងនឹងធ្វើដំណើរទៅតាមប្រាសាទអីគឺស្រួលពួកអីអត់តមានទឹកអញ្ចឹងគឺធ្វើដំណើរគឺស្រួលមែនទែនបងប្អូននេះឃើញតែថ្មបាយក្រៀមណានេះខាងថ្មបាយក្រៀមថ្មបាយក្រៀមភាគច្រើនគឺគ្រឹះប្រាសាទណាប្រាសាទហ្នឹងគឺបែរមកទិសខាងកើតហើយមានផ្លូវចូលពីជំនាញខាងកើតមកវិញខ្ញុំមិញប្រងដើររុកតាមព្រៃហ្នឹងបងប្អូននេះតាមព្រៃហ្នឹងដល់ពេលខ្ញុំគិតថាដូចជាស្ដុកខ្ញុំដើរមកងាងកើតឃើញលោមានផ្លូវចូលដល់ពេលដើរមកងាងកើតគឺមានផ្លូវចូលមែនហ្នឹងបងប្អូនដូចតាមប្រាសាទអញ្ចឹងគូទៅធ្វើផ្លូវណាត្រឹមតែផ្លូវម៉ូតូផ្លូវកង់ក៏បានដែរចាក់មកផ្លូវទៅធ្វើម៉េចឲ្យមកដល់ប្រាសាទអញ្ចឹងហើយដាក់ប៉ាយធំចម្ងាយពីថ្នល់កស៊ូទៅប្រមាណម៉ែត្រមកប្រាសាទហ្នឹងហើយអ្នកធ្វើដំណើរតាមថ្នល់ឃើញប៉ាយហ្នឹងគឺពួកគាត់នឹងចូលមកលេងហើយណាដល់ពេលអត់ដាក់ប៉ាយអត់ដាក់អីអញ្ចឹងទៅគឺគ្មានពីណាមកលេងទេបងប្អូនណាផ្លូវគ្មានសឹកបន្តិចពីមួយថ្ងៃទៅមួយអាទិត្យពីមួយអាទិត្យទៅមួយខែពីមួយខែទៅកន្លះឆ្នាំមួយឆ្នាំស្ទើរតែគ្មានមនុស្សមកចូលលេងការផ្សព្វផ្សាយគឺសំខាន់ណាស់បងប្អូនអើយប្រាសាទណាឥឡូវខ្ញុំដើរទៅជំនាញខាងនោះបន្តិចបាទខ្ញុំស្គាល់ប្រាសាទគោបង្រោនឹងថ្ងៃក្រោយខ្ញុំនឹងមកលេងទៀតបងប្អូនណានេះគឺទ្វារបញ្ឆោតណាហើយខាងនេះក៏ទ្វារបញ្ឆោតដែរសាប់នឹងធំគាត់តែអត់បាក់បែកធ្លាក់មកក្រមនឹងកោតដូចភ្នំហើយនេះខ្ពស់មែនទែនអូនេះមានផ្លូវមួយទៀតបងប្អូនណាបាទផ្លូវចូលពីជំនាញខាងលិចបងប្អូនណានេះបាទអរគុណច្រើនបងប្អូនចេញពីប្រាសាទគោបង្រោគឺខ្ញុំទៅលេងប្រាសាទសាឡាវទៀតដែលស្ថិតនៅខាងលិចនឹងចម្ងាយពី5គីឡូទៅ6គីឡូណាបាទអរគុណច្រើនបងប្អូន
បាយបាយ